គាត់ជាមនុស្សទី3ហើយមិនមែនមានឈ្មោះក្នុងបញ្ជីឈ្មោះឲ្យគាត់មិនបានក្តីអីជាមួយយើងហើយគាត់គ្មានផលប្រយោជន៍នៅរឿងក្តីនិយាយខ្លីអត់មានផលប្រយោជន៍នៅរឿងក្តីហ្មងចាខ្ញុំមិនទទួលស្គាល់ដោយសារគាត់ជាមិនមែនកូនចៅខ្ញុំអ្នក163គេបរិសុទ្ធគឺគ្មានបញ្ជីឈ្មោះគេត្រឹមត្រូវអង្គការទទួលស្គាល់ចុះគាត់ឥឡូវនៅណា163ហ្នឹងពួកគាត់នៅជាមួយខ្ញុំមួយថ្ងៃនៅក្នុងដីនៅអីនោះចាប៉ុន្តែថ្ងៃនេះរដ្ឋាភិបាលបានហាមមិនឲ្យខាងខ្ញុំមកទេព្រោះសកម្មភាពគាត់ថាគាត់នឹងមកធ្វើសកម្មភាពថ្ងៃហ្នឹងអញ្ចឹងគាត់មកខាងឲ្យអស់ខាងឲ្យមានខាងបើសិនជាកាលណាមានត្រូវប៉ះតិចគ្នាព្រោះកន្លងមកគាត់ប៉ះតិចគ្នាឲ្យខាងគាត់ទៅមកទៀមទាគឺវាយតប់ខាងខ្ញុំជាសរុបអ្នកក្តីឈ្នះដល់កំឡាត់តពូក្តីឈ្នះ3សាលាក្តីឈ្នះរដ្ឋខ្ញុំចង់ដឹងវិវាទដំបូងបន្តិចតាចំនួនដីធ្លីយ៉ាងម៉េចដែរដំបូងដោយសបាយខណ្ឌគាត់មានប្រសាសន៍ចឹងវិញប្រជាជនគាត់មកនៅរយៈកាលពីឆ្នាំ2000 2002រហូតដល់2005ក៏មានចំណាក់អ្នកមានឈ្មោះកែនាមឯគូក្តីរបស់ខ្ញុំនេះគាត់មកឈូសឆាយបន្តិចឲ្យគាត់យកដីហើយខ្ញុំប្រជាជនក៏នាំគ្នាបដិមេដៃដាក់បដិងរហូតដល់សម័យឈ្នះបានជាស្ថាប័នដល់សម័យហើយឈ្នះហើយយើងបានអនុវត្តគាត់បាន